ឃើញតែសាមញ្ញចឹងតែរសជាតិវិញឆ្ងាញ់មិនធម្មតាចុងភៅហ៊ានតានីមកហូបមកមុខហ្នឹងចំណាយពេលតិចហើយក៏ចំណាយលុយតិចដែរហ្នឹងយើងមកធ្វើស្ងោរជើងជ្រូកជាមួយនឹងស្ពៃជូរនេះខ្ញុំប្រើជើងជ្រូកតែមួយចាហៀងឯងបងប្អូនដំបូងឡើយយើងដាក់ដាំទឹកដើម្បីស្រុះជើងជ្រូកយើងសិនយើងបន្ថែមខ្ញីបន្តិចជាមួយនឹងអំបិលមួយស្លាបព្រាដើម្បីជួយកាត់បន្ថយក្លិនឆ្អាបចេញពីជើងជ្រូករបស់យើងហើយការស្រុះជើងជ្រូកនឹងដែរយើងបាច់ប្រើពេលយូរពេកទេបងប្អូនយើងដាក់សូសមួយសន្ទុះហើយយើងកូរត្រឡប់វាឲ្យវាសព្វល្អទៅណាបងប្អូនជើងជ្រូកយើងស្រុះឲ្យបានល្អហើយលាងទឹកឲ្យបានស្អាតអញ្ចឹងពេលដែលយើងយកមកធ្វើម្ហូបវាអត់មានក្លិនឆ្អាបទេហើយវាថែមទាំងផ្ដល់រសជាតិឆ្ងាញ់ទៀតយើងដាក់សូសវាតែមួយសន្ទុះទេបងប្អូនបន្ទាប់មកយើងក៏ស្រង់វាឡើងទុកវាមួយឡែកសិនណាហើយយើងទៅរៀបចំជាមួយនឹងបន្លែនិងគ្រឿងទេសផ្សេងៗដូចជាស្ពៃជូររបស់យើងការ៉ុតជាដើមថ្ងៃហ្នឹងខ្ញុំទិញបានស្ពៃជូរល្អមែនតើបងប្អូនមើលពណ៌ឡើងស្រស់ហ្មងសម្រាប់រសជាតិវិញក៏ឆ្ងាញ់ដែរខ្ញុំទ្រលាប់ញ៉ាំម្ហូបក្តៅពេលចង់ញ៉ាំអញ្ចឹងទើបធ្វើតែសម្រាប់មួយមុខនេះយើងអាចធ្វើញ៉ាំពេលព្រឹកហើយញ៉ាំដល់ពេលល្ងាចទៀតក៏បានដែរជាដំបូងយើងដាក់ដាំទឹកយើងសម្រាប់ស្លសិនមកពេលដែលទឹកពុះខ្ញុំដាក់ការ៉ុតចូលមុនគេដោយសារការ៉ុតហ្នឹងវាត្រូវប្រើពេលដើម្បីរងាស់ហើយការ៉ុតធ្វើឲ្យស្លយើងមានរសជាតិផ្អែមហ្មងបន្ទាប់មកយើងក៏បន្ថែមជើងជ្រូកដែលយើងបានស្រុះហ្នឹងចូលអស់មកបងប្អូនយើងដាក់រងាស់វាបន្ថែមទៀតរហូតដល់វាឆ្អិនល្អតែកុំឲ្យផុយពេកបងប្អូននៅឈប់តិចឆ្ងាញ់ចំណុចសំខាន់ដែលធ្វើឲ្យទឹកស៊ុបថ្លាដួសពពុះនឹងចេញហើយប្រើភ្លើងតិចល្មមមកបងប្អូនបន្ទាប់ពីបានរងាស់វាមួយសន្ទុះក្រោយមកយើងក៏បានបន្ថែមគ្រឿងទេសដូចជាអំបិលប៊ីចេងម្សៅស៊ុបជាមួយនឹងស្ករត្នោតខ្ញុំដាក់ស្ករត្នោតទៅមានរសជាតិផ្អែមឆ្ងាញ់ហើយឈ្ងុយហ្មងមួយទៀតកុំភ្លេចបន្ថែមទឹកត្រីបន្តិចផងចំពោះបរិមាណអំបិលនិងទឹកត្រីដាក់បន្តិចបានឲ្យបងប្អូនដោយសារតែនៅក្នុងស្ពៃជូរយើងហ្នឹងក៏មានរសជាតិប្រៃដែរសម្រាប់ស្ពៃជូរខ្ញុំលាងទឹកវាឡើងស្អាតបងប្អូនអញ្ចឹងទៅជួយកាត់បន្ថយជាតិប្រៃបានច្រើនដែរពេលដែលបងប្អូនចង់ទិញស្ពៃជូរយើងត្រូវរើសមើលស្ពៃណាដែលវាមានសភាពដើមវាថ្លាហើយពណ៌លឿងល្អទើបស្ពៃហ្នឹងវាអត់មានរសជាតិហាងការធ្វើម្ហូបសំខាន់ណាយើងក៏ចេះរើសអំពីគ្រឿងផ្សំហើយនឹងចេះមើលថារបស់ណាជារបស់ធម្មជាតិរបស់ណាជារបស់នាំចូលឬក៏របស់ណាជារបស់របស់ណាគឺជារបស់ខ្សែអញ្ចឹងទៅពេលដែលយើងទៅទិញដំបូងគេគឺយើងត្រូវចេះមើលរបស់សិនសម្រាប់ខ្ញុំផ្ទាល់ខ្ញុំចូលចិត្តទិញរបស់នៅក្នុងស្រុកយើងជាពិសេសទិញពីកសិករដែលគាត់យកមកលក់ដោយខ្លួនឯងអញ្ចឹងណាដល់ពេលញ៉ាំបងប្អូនបន្ថែមជាមួយនឹងទឹកថៃម្ទេសហ្នឹងដាក់ឲ្យហឹរខ្លាំងអញ្ចឹងមកនិយាយពីរសជាតិវិញគឺថាអេហ្មងនិយាយមែន